នៅក្រោយវិទ្យាល័យមួយមានសាលារៀនដ៏ចាស់មួយដែលបានគេទុកចោលចំនួនមួយបន្ទប់ព្រោះវាជាឈើដែលសល់ពីសម័យមុនក្រោយពេលគេធ្វើសាលាថ្មីគេសិក្សាតែនៅលើគាថ្មអញ្ចឹងអាគារឈើដែលនៅសល់គេមិនទាន់បានវៃកំទេចក៏ទុកវារហូតមកដល់សប្តាហ៍នេះបន្ទប់នៅក្នុងអាគារឈើនោះគឺមិនដែលបានយកមកប្រើប្រាស់ទេហើយក៏មិនដែលមានអ្នកណាម្នាក់បានទៅទីនោះដែរថ្ងៃមួយនៅពេលដែលលោកគ្រូគាត់បង្រៀននៅថ្នាក់ទី8គាត់មានគាត់បានដាក់វិញ្ញាសាមួយដើម្បីរកសិស្សណាដែលពូកែផ្ចង់អារម្មណ៍ក្នុងការធ្វើសមាធិដើម្បីដឹងថាអ្នកណាអាចប្រកួតប្រជែងនៅក្នុងកម្មវិធីធ្វើសមាធិដូច្នោះក៏សួរទៅកាន់សិស្សទាំងអស់ហើយសួររកអ្នកដែលមានការស្ម័គ្រចិត្តចូលទៅក្នុងបន្ទប់ឈើមួយនោះមានកូនសិស្សមួយឈ្មោះថារីណាជាសិស្សស្រីម្នាក់ដែលមានចិត្តក្លាហានហើយរៀនពូកែនាងក៏សម្រេចចិត្តចូលទៅក្នុងបន្ទប់ឈើនោះទៅក្រោយពីនាងបានចូលក្នុងបន្ទប់ឈើនោះអស់រយៈពេល1ម៉ោងលោកគ្រូក៏សម្រេចចិត្តបើកទ្វារមើលប៉ុន្តែមិនបានឃើញរីណាទេរឿងនេះធ្វើឲ្យមានការស្លន់ស្លោភ័យខ្លាចជាខ្លាំង2ឆ្នាំក្រោយមកមានសិស្សម្នាក់ដែលទៅតែឡើងថ្នាក់ទី7ថ្មីគាត់បានមានចម្ងល់នឹងសាលាក្នុងបន្ទប់ឈើដែលនៅក្នុងសាលានឹងឃើញបិទទ្វារហាមមិនឲ្យមានអ្នកណាចូលកូនសិស្សម្នាក់នឹងក៏សម្រេចចិត្តលួចចូលទៅក្នុងបន្ទប់នឹងនៅពេលដែលកូនសិស្សម្នាក់នោះចូលទៅក្នុងបន្ទប់នោះក៏មានឃើញសៀវភៅមួយក្បាលដ៏ចាស់ដាក់នៅលើតុកូនសិស្សនោះក៏ចាប់ដើមអានសៀវភៅនោះដ៏ស្ងៀមស្ងាត់នៅក្នុងបន្ទប់ឈើនោះទៅមិនយូរប៉ុន្មានស្រាប់តែមានឮសូរសំឡេងនិយាយពីក្រោមពីក្រោមតុមួយទៀតនៅក្នុងបន្ទប់នឹងហើយក៏ធ្វើឲ្យសិស្សម្នាក់នឹងមានអារម្មណ៍ថាភ័យខ្លាចក៏ប៉ុន្តែសិស្សម្នាក់នឹងគាត់ក្លាហានគាត់ក៏សម្រេចចិត្តដើរទៅកាន់អាសំឡេងនឹងដោយអោនក្បាលចុះទៅក្រោមតុនឹងដើម្បីសម្លឹងមើលថាតើមានសំឡេងអ្វីពេលដែលក្មេងម្នាក់នោះគាត់សម្លឹងទៅកាន់ក្រោមតុនោះភ្លាមគាត់ក៏បានឃើញនៅរឿងមនឹកស្មានថាគឺជាមុខរបស់ស្ត្រីម្នាក់ដែលមានសក់វែងស្លៀកសំពត់សហើយក៏និយាយថាទាំងនេះគឺជាកន្លែងរបស់ខ្ញុំជាបន្ទប់របស់ខ្ញុំតើអ្នកចង់នៅជាមួយខ្ញុំទេពេលដែលសិស្សម្នាក់នោះបានឮសំឡេងបែបនោះគាត់បានភ័យជាខ្លាំងហើយក៏សម្លប់រត់ចេញមកក្រៅហើយក៏សម្លប់នៅមុខថ្នាក់នោះទៅពេលនោះមកអ្នកភូមិនាយកសាលារៀនបានយកដំណឹងនេះទៅប្រាប់អ្នកភូមិគ្រប់គ្នាហើយក៏សម្រេចចិត្តមូលមតិគ្នាដើម្បីនិមន្តព្រះសង្ឃគ្រូអាចារ្យយកទឹកមន្តមកប្រោះព្រំធ្វើពិធីរំងាប់វិញ្ញាណនៅក្នុងបន្ទប់សាលារៀននោះចាប់ពីពេលនោះមកគ្មានអ្នកណាហ៊ានទៅជិតបន្ទប់នឹងទៀតទេខាងសាលាក៏សម្រេចចិត្តរុះរើបន្ទប់នឹងចោលចាប់ដើមរុះរើអាបន្ទប់ដែលគេទុកចោលនោះចេញដើម្បីកុំឲ្យមានអ្នកផ្សេងទៅទៀតរីឯវិញ្ញាណខ្មោចនឹងវាបានធ្វើពិធីហើយក៏វាទៅចាប់ជាតិទៅរឿងនេះក៏ចប់តែត្រឹមនេះអញ្ចឹងគួយយើងនឹងជួបគ្នានៅរឿងក្រោយបន្តទៀតនៅក្នុងវីដេអូក្រោយ